ជ្រាបនៅរឿងរ៉ាវតេតិនទៅនឹងបញ្ហាសន្តិសុខក៏ដូចជាស្ថាប័នតុលាការវិញហើយរឿងរ៉ាវដំបូងដែលតេតិនទៅនឹងស្ថាប័នតុលាការvớiកម្មវិធីសំណុំជូននៅរឿងរ៉ាវវិវត្តថ្មីដែលកាលពីថ្ងៃទី13កន្លងទៅនឹងមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅឯកំណាត់ផ្លូវលេខ371នៅក្នុងសង្កាត់បឹងតពុនខណ្ឌមានជ័យហើយតេតិនទៅនឹងករណីនេះគឺបានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់មកដល់រសៀលថ្ងៃនេះបើតាមភ្នាក់ងារប៉ុស្តិ៍ព័ត៌មាន BTV ប្រចាំនៅឯសាលាដំបងរាជធានីភ្នំពេញបានដឹងថាអ្នកបើកបររថយន្តបង្កងគឺបានបញ្ជូនមកកាន់សាលាដំបងរាជធានីភ្នំពេញហើយនៅរសៀលមុនមានការផ្សាយផ្ទាល់នេះហើយតេតិនទៅនឹងការបញ្ជូនខ្លួនអ្នកបើកបររថយន្តនេះគឺធ្វើឡើងពីសំណាក់នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយបានបញ្ជូនបរិសុទ្ធដែលជាអ្នកបើកបររថយន្តនេះមកកាន់អัยការអមសាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបាទហើយតេតិនទៅនឹងករណីនេះខ្ញុំបាទសូមជម្រាបជូនថាកើតឡើងកាលពីថ្ងៃទី13កក្កដាកន្លងទៅវេលាម៉ោង 15:30 នាទីរសៀលនៅចំណុចទល់មុខនឹងរោងចក្រទឹកស៊ីអ៊ីវក្បែរនឹងស្ពានដែកចំការដូងស្ថិតនៅលើកំណាត់បណ្ដោយផ្លូវលេខ371បាទក្នុងភូមិរិស័យសង្កាត់ស្ទឹងមានជ័យបាទសូមអធិស្ឋានមុននេះបន្តិចថានៅបឹងជប៉ុនបាទជំរាបថានៅបឹងជប៉ុនតែឥឡូវសូមកែអំទៅតិចថានៅសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យហើយអ្នកបើកបររថយន្តបកដែលត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់តុលាការហ្នឹងគឺមានឈ្មោះថាជឿនថាភេទប្រុសអាយុ25ឆ្នាំមានស្រុកកំណើតនៅភូមិត្រោកស្រុកកំពង់ត្របែកខេត្តព្រៃវែងហើយតេតិនទៅនឹងដើមចមក៏ដូចជាសំណុំរឿងនៃការបកគ្រោះថ្នាក់ចរាចរណ៍នេះបើតាមសមត្ថកិច្ចបានដឹងថានៅថ្ងៃកើតហេតុហ្នឹងជនរងគ្រោះគាត់ជិះម៉ូតូមួយគ្រឿងមកគប់ជ្រុងពណ៌ទឹកប៊ិចគ្មានសាកលេខទេហើយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ371ម៉ូតូហ្នឹងគឺគាត់បើកខ្លួនឯងទេបាទបើកខ្លួនឯងតែម្នាក់ឯងទេបាទបើកម្នាក់ឯងទេមិនមានឌុកនរណាទេហើយមកដល់កន្លែងកើតហេតុហ្នឹងទិសដៅរបស់គាត់ហ្នឹងគឺពីកើតម្លិចបាទពីកើតម្លិចបានន័យថាចេញពីទិសដៅក្បាលថ្នល់ហ្នឹងឆ្ពោះមកខាងស្ពានដែកបាទចេញពីខាងក្បាលថ្នល់ហ្នឹងឆ្ពោះមកខាងស្ពានដែកហើយមកដល់កន្លែងកើតហេតុហ្នឹងជនរងគ្រោះនោះក៏បានព្យាយាមជិះវ៉ារថយន្តកុងតឺន័រមួយគ្រឿងដែរជារថយន្តប្រភេទដឹកថ្មបាទធុនធំហ្នឹងតែជារថយន្តពណ៌ក្រហមលាយសដែលពាក់សារលេខភ្នំពេញ 3A 1849បាទ1849ដែលធ្វើដំណើរហ្នឹងគឺថាទិសដៅហ្នឹងស្របគ្នាទេបាទទិសដៅស្របគ្នាទេតែពេលគាត់ព្យាយាមវ៉ាហ្នឹងវ៉ាមិនផុតបាទវ៉ាផុតបន្តិចហើយបើតាមការបញ្ជាក់ថាវ៉ាផុតបន្តិចហើយក៏ជ្រុលទៅបុកនឹងតាក់ដៃចង្កូតជាមួយនឹងរថយន្តមួយគ្រឿងផ្សេងទៀតដែលកំពុងចតស្ងៀមបាទនេះជាដើមចមនៃរឿងគឺគាត់វ៉ាហើយបាទវ៉ាខាងស្ដាំដៃហ្នឹងតែតាក់ដៃចង្កូតប៉ះនឹងរថយន្តមួយគ្រឿងទៀតដែលកំពុងចតស្ងៀមហ្នឹងនៅលើផ្លូវ371ហ្នឹងបណ្ដាលឲ្យម៉ូតូរបស់គាត់នឹងគាត់នឹងខ្ទាតទៅកដាលថ្នល់ហ្នឹងហើយរថយន្តដែលគាត់វ៉ាហ្នឹងមកពីក្រោយហ្នឹងកិនស្លាប់តែម្ដងបាទកិនស្លាប់តែម្ដងហើយម៉ូតូហ្នឹងក៏អូសតាមរថយន្តហ្នឹងបន្តិចដែរប្រហែលជា10ម៉ែត្របាទប្រហែលជា10ម៉ែត្រទៅរថយន្តហ្នឹងឈប់បាទជន់ហ្វ្រាំងឈប់ហើយចំណែកម៉ូតូហ្នឹងគឺគៀបជាប់នៅខាងក្រោមកង់រថយន្តហើយតេតិនទៅនឹងករណីនេះបន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តហ្នឹងគឺជាយាមកិច្ចខ្លួនដែរតែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលប្រចាំការក្បែរនោះឃើញតន់ក៏សហការគ្នាក្នុងការខាត់ខ្លួនបានបាទខាត់ខ្លួនបានឈ្មោះជឿនថាវ័យ25ឆ្នាំបាទនេះគឺអូនប្រុសជឿនថាដែលត្រូវបានសមត្ថកិច្ចធ្វើការខាត់ខ្លួនបន្ទាប់ពីមានការបកករនៅគ្រោះថ្នាក់នេះហើយជនបកករបានរៀបរាប់ថារូបគេនឹងរូបគាត់ហ្នឹងនឹងគ្រូឡានម្នាក់ទៀតហ្នឹងគឺបើករថយន្តដឹកថ្មនេះចេញពីខេត្តកំពង់ស្ពឺបាទបំណងហ្នឹងយកមកចាក់នៅហើយក្បែរកោះពេជ្រហ្នឹងបាទយកមកចាក់ក្បែរកោះពេជ្រតែធ្វើដំណើរមកដល់កន្លែងកើតហេតុហ្នឹងក៏ជួបនៅគ្រោះថ្នាក់នេះតែម្ដងតែឥឡូវហ្នឹងគឺថាទោះបីគាត់លើកឡើងយ៉ាងម៉េចអំពីដំណើរដើមរឿងតែឥឡូវហ្នឹងមកដល់ម៉ោងនេះក៏មិនទាន់មានការបញ្ជាក់ពីស្ថាប័នតុលាការវិញទេថានឹងចោទប្រកាន់ឬក៏មិនចោទប្រកាន់ពីបទបកគ្រោះថ្នាក់ឬក៏ដោះលែងឲ្យអ្នកបើកបរមានសេរីភាពថាតាមដំណើរដើមតងនៃរឿងហ្នឹងគឺជនរងគ្រោះហ្នឹងក៏ជិះម៉ូតូម្នាក់ឯងទេបាទជិះម៉ូតូម្នាក់ឯងហើយព្យាយាមវ៉ារថយន្តបកហ្នឹងបាទព្យាយាមវ៉ារថយន្តបកនៅចំណែកខាងស្ដាំដៃរបស់គាត់ដែរតែគាត់ទៅតាក់ដៃចង្កូតជាមួយនឹងរថយន្តមួយគ្រឿងទៀតដែលចតស្ងៀមនឹងស្ដាំដៃហ្នឹងហើយខ្ទាតចូលមកឆ្វេងដៃវិញបណ្ដាលឲ្យរថយន្តបកហ្នឹងគាត់កិនបាទកិនតែឥឡូវហ្នឹងសម្រាប់នីតិវិធីយ៉ាងណា BTV មិនបានថានរណាខុសនរណាត្រូវទេសម្រាប់ខុសត្រូវឬការឃុំខ្លួនគឺនៅលើចំណាត់ការរបស់ស្ថាប័នតុលាការខណៈនេះគឺស្ថាប័នតុលាការក៏កំពុងតែសួរដេញដោលទៅលើអ្នកបើកបរដើម្បី
បញ្ជាក់នៃអង្គហេតុទៅតាមសំណុំរឿងរបស់នគរបាលដែលបានបញ្ជូនហើយនឹងសម្រាប់ធ្វើការចោទប្រកាន់យ៉ាងណាទៀតនោះ BTV នឹងបន្តធ្វើការតាមដានលើមកជម្រាបជូននៅក្នុងម៉ោងផ្សាយជាបន្តទៀតចាប្រិមត្តទូរទស្សនិកជនចំណែកឯរឿងដែលពិព័រណ៍ថ្មីនៅក្នុងប្រព័ន្ធតុលាការជាបន្តទៀតនេះផងដែរគឺករណីចាប់បណ្ដឹងចាភរិយាសពរបស់លោកអុកញ៉ាអឹងមេងជឺបណ្ដឹងអុកញ៉ាលងសវុតពីបទស៊ីដាច់ប្រាក់ចាជិត5 លានដុល្លារនោះគឺបានបញ្ចប់ហើយបើតាមប្រភពព័ត៌មានច្បាស់ការគឺបានថ្លែងផងដែរថាចាចំពោះបណ្ដឹងចាភរិយាសពរបស់លោកអុកញ៉ាអឹងមេងជឺចាបណ្ដឹងអុកញ៉ាលងសវុតដែលជាប្រធានក្រុមហ៊ុនពិភព AC Trading ពីបទស៊ីដាច់ប្រាក់ជិត5 លានដុល្លារតាមរូបភាពចេញផ្សាយគ្មានប្រាក់នោះគឺបានបញ្ចប់ហើយចំពោះហើយការពីពេលថ្មីនេះផងដែរលោកវងប៊ុនវិសុទ្ធដែលជាព្រះរាជអាជ្ញារងអមសាលាដំបងចារាជធានីភ្នំពេញក៏បានចេញដោយការសម្រេចដែរតម្កល់រឿងទុកឥតបានការចាតម្កល់រឿងទុកឥតបានការចំពោះបណ្ដឹងរបស់អ្នកស្រីតាំងកឹមឆេងដែលជាភរិយាសពចារបស់លោកអុកញ៉ាអឹងមេងជឺបណ្ដឹងអុកញ៉ានងសវុតហើយចំពោះមូលហេតុចំពោះមូលហេតុដែលនាំឲ្យមានការបញ្ចប់រឿងនេះគឺត្រូវបានប្រភពព័ត៌មានហ្នឹងគឺបានអាងផងដែរថាដោយសារតែភាគីទាំងសងខាងគឺបានព្រមសម្របសម្រួលគ្នាឈានដល់ការដកពាក្យបណ្ដឹងចាហើយចំពោះនេះខ្ញុំក៏សូមលើកឡើងអំពីពាក់ព័ន្ធទៅនឹងសំណុំរឿងនេះចាប្រភពច្បាស់ការក៏បានថ្លែងបន្តទៀតថានៅក្នុងអំឡុងខែមីនាឆ្នាំ2015នេះអ្នកស្រីតាំងកឹមឆេងក៏បានដាក់ពាក្យបណ្ដឹងចាមកអាយកាអមសាលាដំបងរាជធានីភ្នំពេញដែលបណ្ដឹងនេះគឺបានបង្កទៅជាសំណុំរឿងប្រមត្តនលេខ845ហើយនៅក្នុងពាក្យបណ្ដឹងនោះក៏បានបញ្ជាក់ថានៅក្នុងអំឡុងឆ្នាំ2013និងឆ្នាំ2014កន្លងផុតទៅនោះពលគឺមុនពេលដែលលោកអុកញ៉ាអឹងមេងជឺត្រូវបានឃាតករបាញ់សម្លាប់ចាអុកញ៉ាមេងនងសវុតនោះក៏បានខ្ចីប្រាក់អុកញ៉ាអឹងមេងជឺរួមជាមួយនឹងភរិយាជាបន្តបន្ទាប់សរុបដែលមានទឹកប្រាក់ជិត5 លានដុល្លារនៅក្នុងការខ្ចីនោះផងដែរលោកនងសវុតនោះក៏បានចេញជាមូលបតិណប័ត្រមួយចំនួនចាដែលមានកំណត់នៅការបរិច្ឆេទច្បាស់លាស់ដែលទុកជាការធានាចំពោះការជំពាក់បំណុលនឹងក៏ប៉ុន្តែដល់ពេលដែលកំណត់នៃការបើកប្រាក់ម្ដងហ្នឹងអុកញ៉ានងសវុតនោះក៏តែងតែសូមពន្យាពេលចាស់ចំពោះការបើកប្រាក់នឹងរហូតចាពាក្យបណ្ដឹងនេះក៏បានបន្តថាដោយមានការសង្ស័យម្ចាស់បំណុលក៏បានទំនាក់ទំនងជាមួយនឹងធនាគារមួយចំនួនចាឲ្យជួយស្រាវជ្រាវពិនិត្យមើលមូលបតិណប័ត្រនេះទើបដឹងថាជាមូលបតិណប័ត្រចាដែលគ្មានសាច់ប្រាក់ទោះជាយ៉ាងនេះក្តីក៏ម្ចាស់បំណុលក៏នៅតែមានការព្យាយាមអញ្ជើញចាហៅអុកញ៉ានងសវុតនឹងមកជួបគ្នាដើម្បីធ្វើការដោះស្រាយប៉ុន្តែដោយសារតែកូនបំណុលចេះតែមានការកិច្ចវេះម្ដងជាពីរដងទើបម្ចាស់បំណុលនឹងចាសម្រាប់ចិត្តចាដាក់ពាក្យបណ្ដឹងមកតុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់តែម្ដងបាទនេះទាក់ទិនទៅនឹងសំណុំរឿងមួយផ្សេងទេដែលតែប្រមរំលឹកឈ្មោះរបស់អុកញ៉ាអឹងមេងជឺដោយសារតែរឿងរ៉ាវហ្នឹងគឺកើតឡើងក្រោយអំពើឃាតកម្មទៅលើអុកញ៉ាអឹងមេងជឺដែលករណីបាញ់សម្លាប់ទៅលើអុកញ៉ាមេងជឺកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2014កន្លងទៅនឹងហើយសមត្ថកិច្ចក៏បើកការស៊ើបអង្កេតឈានទៅដល់ក្រុមមេធាវីក៏ដូចជាក្រុមគ្រួសារជនរងគ្រោះនោះបើកបញ្ជីកន្លងមកក្នុងមុខចំនួនរបស់អុកញ៉ាមេងជឺក៏ឃើញមានការជំពាក់ប្រាក់វគ្គវិនក្នុងចំនួននេះព្រោះថាពេលមានបទល្មើសឃាតកម្មកើតឡើងសមត្ថកិច្ចនឹងសិក្សាអំពីអង្គហេតុនិងដំណើរជីវិតរបស់ជនរងគ្រោះហើយធ្វើយ៉ាងណាគឺដើម្បីសិក្សាអំពីទំនាក់ទំនងឈានទៅដល់មានការកំណត់នៅមុខសញ្ញាដែលតាក់ទិនទៅនឹងអំពើឃាតកម្មក៏រកឃើញនៅការជំពាក់ប្រាក់មួយចំនួនហើយនៅអំឡុងខែមិថុនាដើមឆ្នាំ2015កន្លងទៅនេះអ្នកស្រីដែលជាភរិយារបស់អុកញ៉ាអឹងមេងជឺនឹងក៏បានរកឃើញនៅការជំពាក់ប្រាក់មួយចំនួនជាមួយនឹងអុកញ៉ានងសវុតរហូតដល់មានការប្តឹងផ្តល់នេះឡើងតុលាការឥឡូវនេះ BTV បានបញ្ជាក់ជួយថាបានបញ្ចប់ហើយក្រោយពីភាគីទាំងសងខាងនឹងបានព្រមព្រៀងផ្ដល់សំណងឲ្យគ្នាវិញទៅបាទរបស់សំណួរបាទកលេចមករឿងរ៉ាវមួយទៀតដែលតាក់ទិនទៅនឹងការតវ៉ាមួយការពីព្រឹកមិញដែលមានការភ្ញាក់ផ្អើលនៅខាងស្រុកកំពង់ត្រាចខេត្តកំពតជាមួយនឹងប្រជាពលរដ្ឋប្រមាណជា300គ្រួសារបាន300នាក់បាននាំគ្នាទៅធ្វើការតវ៉ានៅឯអធិការដ្ឋានក៏ដូចជានៅឯសាលាស្រុកកំពង់ត្រាចតាក់ទិនទៅនឹងនគរបាលបានខាត់ម៉ូតូនិងខាត់បងប្អូនប្រជាពលរដ្ឋមួយចំនួនតាក់ទិនទៅនឹងការដឹកគ្រឿងសមុទ្របាទគ្រឿងសមុទ្រក្រៀមដូចជាមឹកកបែលបកានឹងហើយទឹកមិញហ្នឹងក៏ដូចជាវេលាថ្ងៃតនឹង BTV ក៏បានជម្រាបជូននឹងធ្វើសេចក្តីរាយការណ៍ចេញពីខាងខេត្តកំពតមកដែរអំពីសំណុំរឿងនឹងការតវ៉ាការពីព្រឹកមិញបាទហើយមកដល់ម៉ោងនេះសូមបញ្ជាក់ថាដំណោះស្រាយគឺបានបញ្ចប់ហើយបាទដំណោះស្រាយបានបញ្ចប់ហើយគឺឲ្យតំណាងគាត់នឹងបានជួបជាមួយនឹងអាជ្ញាធរជាមួយនឹងជំនាញហើយជំនាញក៏បានបញ្ជាក់អំពីដើមតងថាមូលហេតុអ្វីបានខាត់បាទតាមការបញ្ជាក់ពីភ្នាក់ងារមុននេះបន្តិច
តាមការសាកសួរទៅកាន់អភិបាលស្រុកកំពង់ត្រាចតាមរយៈប្រព័ន្ធទូរស័ព្ទមុននេះហ្នឹងគឺបានបញ្ជាក់ថាឥឡូវហ្នឹងបងប្អូនប្រជាពលរដ្ឋហ្នឹងក្រោយពីមានតំណាងមានអីមកជួបជាមួយអាជ្ញាធរច្បាស់លាស់ហើយព្រោះថាហ្នឹងគាត់មកគ្នាច្រើនហើយមកគ្នាច្រើនប្រហែលជា100នាក់ឯណោះបាទប្រហែលជា100នាក់ឯណោះហើយរហូតដល់គាត់ហែកអាកបែលប្រគៀមឹកហ្នឹងដើម្បីទទួលទានហ្នឹងបញ្ជាក់ថាមិនមានជាតិគីមីមានទេព្រោះថាពេលដែលខាត់ហ្នឹងគឺមានការបញ្ជាក់និងមានការបាទពិនិត្យមើលអំពីទំនិញទាំងអស់នេះថាលីឡំទៅជាតិគីមីនិងមានជាតិជ័រចូលហើយមានជាតិជ័រទៅសមត្ថកិច្ចធ្វើការខាត់ឲ្យត្រួតពិនិត្យអញ្ចឹងក៏មានការប្រតិកម្មពីបងប្អូនដែលប្រកបរបរទទួលទានដឹកគ្រឿងសមុទ្រគ្រឿងហ្នឹងបាទដឹកសមុទ្រគ្រឿងហ្នឹងហើយឥឡូវហ្នឹងបានបញ្ចប់ហើយគឺប៉ុន្តែបញ្ចប់គឺឲ្យគាត់ហ្នឹងធ្វើត្រឡប់ទៅផ្ទះយកម៉ូតូយកកង់ឲ្យគាត់ទៅវិញប៉ុន្តែសម្រាប់វត្ថុតាងមួយចំនួនគឺបានដកទុកដោយសារតែរកឃើញនៅជាតិបុរៈបាទជាតិបុរៈហើយតើទៅនឹងការខាត់នេះបើតាមប្រជាពលរដ្ឋគាត់បាននិយាយថាគាត់នឹងរកទទួលទានដឹកអាវគាមឹកកបែលគ្រៀមហ្នឹងគឺចេញមកពីខាងប្រទេសវៀតណាមបាទចេញមកខាងប្រទេសវៀតណាមឆ្លងកាត់ស្រុកកំពង់ត្រាចខេត្តកពតហ្នឹងបាទឃុំស្វាយទងខាងត្បូងហ្នឹងមកលក់នៅក្នុងរាជធានីភ្នំពេញrồiចែកចាយបន្តនៅខាងកពតហើយមកឈ្មោះមួយចំនួនទៀតហ្នឹងយកបន្តទៅចែកចាយតាមបណ្ដាខេត្តទៀតដូចជានៅខាងបាត់ដំបងហ្នឹងបាទនៅខាងបាត់ដំបងហ្នឹងក៏រកឃើញថាមានជាតិគីមីខ្លះហ្នឹងក៏ប្រតិកម្មហើយលេចឡើងrồiលើកឡើងថាទំនិញទាំងអស់ហ្នឹងនាំចូលពីការច្រកខាងខេត្តកពតចា៎បាទទើបសមត្ថកិច្ចហ្នឹងខាត់ត្រួតពិនិត្យមើលថាដោយការលើកឡើងពីខាងខេត្តបាត់ដំបងពីខាងខេត្តដទៃទៀតទេដើម្បីបញ្ជាក់ក៏ដូចជាធ្វើយ៉ាងណាគឺសកម្មភាពរបស់នគរបាលគាត់ធ្វើគឺដើម្បីថែទាំសុខភាពបាទសុវត្ថិភាពបញ្ហាសន្តិសុខសុខភាពជូនទៅដល់ប្រជាពលរដ្ឋនឹងទេអញ្ចឹងបងប្អូនក៏មានការអធិស្ឋានហើយការពិព្រឹកមិញក៏មានភាពប្រទាំងប្រទើសគ្នាបន្តិចដែររហូតដល់ខាងអាជ្ញាធរនឹងឈានទៅឲ្យមានការជ្រើសតំណាងបាទជ្រើសតំណាងដើម្បីបើថាបើជជែកគ្នាទាំងអស់អញ្ចឹងគឺអត់រកខុសត្រូវឃើញទេបាទអត់រកបំណោះស្រាយចេញទេព្រោះគាត់ព្រឹកមិញគាត់នៅតែទៀមទាឲ្យការដោះលែងនឹងមកវិញយករបស់គាត់មកវិញខាងប្រជាជនហើយខាងអាជ្ញាធរបញ្ជាក់ថាពិនិត្យសិនហើយពិនិត្យហ្នឹងមិនមែនពិនិត្យដោយភ្នែកទទេទេគឺមានមន្ត្រីកម្មគ្រប់គ្រងចូលរួមដើម្បីធ្វើការត្រួតពិនិត្យគុណភាពទំនិញទាំងអស់ហ្នឹងបាទហើយការត្រួតពិនិត្យហ្នឹងបើតាមការបញ្ជាក់មកថាបាទតាមការលើកឡើងអំពីលោកបុត្រសូវនីដែលជាអធិការស្រុកកំពង់ត្រាចហ្នឹងបានប្រាប់តាមទូរស័ព្ទមកថាពិតជាមានការចាប់ខាត់ម៉ូតូ3គ្រឿងមែនដែលម៉ូតូទាំងអស់ហ្នឹងគឺដឹកបកាដឹកមឹកដឹកកបែលគ្រៀមចេញពីខាងវៀតណាមរហូតដល់មានចំនួនខ្លះពេលខ្លះគេថាគាត់ចល័តគ្នាបាទជិត30គ្រឿងក៏មានដែរម៉ូតូបាទម៉ូតូជិត30គ្រឿងក៏មានដែរហើយការត្រួតពិនិត្យតាមការលើកឡើងក៏ដូចជាខាត់ហ្នឹងគឺយោងតាមការលើកឡើងអំពីអាជ្ញាធរខាងបាត់ដំបងមកបញ្ជាក់ថាទំនិញមួយចំនួនចេញមកពីខាងមូលដ្ឋានរបស់លោកហ្នឹងគឺដូចជាមិនប្រក្រតីតាក់ទិនទៅនឹងសុវត្ថិភាពចំណីអាហារហ្នឹងអញ្ចឹងទើបសមត្ថកិច្ចហ្នឹងបានខាត់ធ្វើការត្រួតពិនិត្យបាទទើបខាត់ធ្វើការត្រួតពិនិត្យរហូតដល់ឥឡូវហ្នឹងរកឃើញហើយបាទត្រូវមកការត្រួតពិនិត្យរបស់មន្ត្រីកម្មគ្រប់គ្រងប្រចាំនៅខាងកពតហ្នឹងគឺត្រួតពិនិត្យឃើញថាមានបំបែលគ្រៀម20គីឡូក្រាមមានសារធាតុបូរ៉ាដែលជាសារធាតុមួយប៉ះពាល់ដល់សុខភាពនេះតាមការបញ្ជាក់ឥឡូវហ្នឹងកបែលហ្នឹងគឺបានដកហូតទុកហើយបាទដកហូតទុកហើយរបស់របរបកាអីផ្សេងទៀតដែលពាក់ព័ន្ធហ្នឹងបកគោជូនទៅឲ្យខាងបងប្អូនប្រជាពលរដ្ឋហ្នឹងយកទៅចែកចាយបន្តទៀតហើយលោកប៊ុនសូមនីក៏បានបន្ថែមថាការខាត់ហ្នឹងដោយដែលខ្ញុំបានជម្រាបជូនខាងដើមថាដោយសារតែមានការលើកឡើងពីប្រជាពលរដ្ឋហើយបណ្ដាញទំនាក់ទំនងសង្គម Facebook មួយចំនួនហ្នឹងថតហើយអត្ថាធិប្បាយតាមវីដេអូឃ្លីបខ្លីៗហ្នឹងអំពីការចរាចរណ៍ទំនិញបែបគ្រៀមហ្នឹងអញ្ចឹងទើបសមត្ថកិច្ចបើកការត្រួតពិនិត្យទោះបីជានាំទំនិញជាទ្រង់ទ្រាយតូចទ្រង់ទ្រាយធំអីក៏ដោយព្រោះថាតែឆ្លងដែនគឺត្រូវតែត្រួតពិនិត្យហើយត្រូវតែត្រួតពិនិត្យហើយក៏ដើម្បីសុវត្ថិភាពទៅដល់បងប្អូនប្រជាពលរដ្ឋហើយនៅព្រឹកមិញហ្នឹងដែរលោកអឹមស៊ីណាតដែលជាអភិបាលស្រុកកំពង់ត្រាចហ្នឹងក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការសម្របសម្រួលដើម្បីជឿតំណាងហើយមកដល់រសៀលថ្ងៃនេះលោកអឹមស៊ីណាតដែលជាអភិបាលស្រុកកំពង់ត្រាចក៏បានប្រាប់ព័ត៌មាន BTV តាមទូរស័ព្ទមុនមានការផ្សាយផ្ទាល់បាញ់មិញក៏បានបញ្ជាក់ដែរអំពីលទ្ធផលចុងក្រោយថាព្រោះព្រឹកមិញហ្នឹងក៏ដូចជាថ្ងៃត្រង់ហ្នឹង BTV បានជម្រាបជូនម្ដងដែរឥឡូវមកដល់ល្ងាចនេះក្នុងម៉ោងសន្តិសុខបញ្ជាក់បន្ថែមថាដោះស្រាយគ្នាហើយបាទដោះស្រាយគ្នាហើយអញ្ចឹងបងប្អូនដែលជ្រាបតាម BTV ការពិព្រឹកមិញអំពីការតវ៉ាអំពីការប្រមូលផ្ដុំរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់ប្រកបរបរខាងដឹកមឹកដឹកបកាក្រៀមលក់ចែកចាយនៅខាងកពតហ្នឹងឥឡូវហ្នឹងបានបញ្ចប់ហើយបន្ទាប់ពីមានតំណាងពិភាក្សាបាទជាមួយនឹងខាងមន្ត្រីជំនាញហើយព្រឹកមិញហ្នឹងខាងមន្ត្រីជំនាញកម្មគ្រប់គ្រងហ្នឹងពិនិត្យហើយក៏បានបញ្ជាក់ដែរថាឥឡូវហ្នឹងរបស់បងប្អូនដែលខាត់ហ្នឹងគឺបានរកឃើញប្រកបមែនបាទរកឃើញប្រកបមែនអញ្ចឹងសូមឲ្យមានការយោគយល់អធ្យាស្រ័យហើយសហការទៅប្រសិនបើជារបស់ពិត
គុណភាពល្អ 100% ហើយសូមចូលរួមទាំងអស់គ្នាព្រោះថាសុខភាពចំណីអាហារហ្នឹងមកដល់ផ្ទះរបស់គាត់ហ្នឹងណាមិនតិចទេមិនតិចគីឡូទេអញ្ចឹងបងប្អូនប្រជាពលរដ្ឋដែលយកទៅទទួលទានហ្នឹងអាចប៉ះពាល់ទៅដល់សុខភាពសន្តិសុខសុខភាពរបស់គាត់បាទសូមចូលរួមទាំងអស់គ្នាជាមួយនឹងការសហការជាមួយនឹងសមាជិកក៏ដូចជាចូលរួមជាមួយនឹងគោលនយោបាយភូមិឃុំមានសុខភាពរបស់រាជរដ្ឋាភិបាលកម្ពុជាអរគុណលោកស្រីនិងកញ្ញាវគ្គទី2សម្រាប់គណៈកម្មវិធីសមាញ្ញាសម្រាប់បន្តិចសិនវិលវិញនៅក្នុងវគ្គទី3ឬជាវគ្គចុងក្រោយនឹងមានរឿងរ៉ាវជាច្រើនទៀតដែលតេតិនទៅនឹងសំណុំរឿងអុកញ៉ាសុកប៊ុននិងកញ្ញាសាសាក៏មានវិវត្ត